dương bạc account trade high là nắng dương mà download Optifyដើម្បីloginចូលទៅកាន់ Optify យក account log ទៅកាន់ Optify អញ្ចឹងយើង download Optify សិនមកបងប្អូនវាយ M T ហើយលេខ5មកហើយចុចពាក្យ search ហ្នឹងមក search នេះ Meta Trader File អញ្ចឹងបងប្អូនចុចdownload មកចឹងរងចាំបន្តិចដោយសារតែវាកំពុង download បាទបន្ទាប់ពីបងប្អូន download ហើយចុចពាក្យ open ហ្នឹងមកចុច open ហើយនឹង allow មក accept មកហើយកន្លែងនេះយើងយកខ្វែងយើងអត់ប្រើ account demo ជាមួយនឹង Meta Trader ទេយើងខ្វែងមកហើយត្រង់នេះគេឲ្យយើង search broker បើសិនជាអត់ចេញអញ្ចឹងទេអត់ចេញកន្លែងនេះទេណាបងប្អូនចុចបើសិនអត់ចេញបែបនេះបងប្អូនចង់ដាក់ account ថ្មីបងប្អូនចុចនេះ new account នេះចេញដូចគ្នាចុចទៅចេញកន្លែងមិញដូចគ្នាចូលមកដល់កន្លែងហ្នឹងហើយយើងចុចកន្លែងនេះមកហ្នឹងហើយយើងប្រើ broker អីគេយើងប្រើ broker Investiso Investiso អញ្ចឹងឃើញ Investiso នៅលើគេហ្នឹងមានតែមួយហ្នឹងឯងហើយបងប្អូនចុចលើហ្នឹងមកកន្លែងនេះគឺ login ហ្នឹងលេខ account កន្លែងនេះគឺ password អញ្ចឹងយើងទៅយកមកនៅក្នុង email ឬក៏បងប្អូនបានកត់ទុកមុនហ្នឹងអញ្ចឹងពេលដែលយើងបង្កើតមកវាផ្ញើចូល email យើងហើយកន្លែងនេះចុចមកហើយវាផ្ញើពេលណានេះម៉ោង1មុនហ្នឹងខ្ញុំបង្កើតមុនហ្នឹងអញ្ចឹងយើងមើល Optify ហើយលេខ account ប្រហែល7139ហើយលេខ5ហើយយើង trade យើងយកអានេះយើងយកអា password បន្ទាប់ពីលេខ account យើងនេះមកអានេះសម្រាប់យើងឲ្យគេមើល account យើងទេបានតែមើលបាន trade ទេហើយអានេះសម្រាប់យើង trade អញ្ចឹងយើង copy មកហើយលេខ account 71395ឥឡូវខ្ញុំ copy លេខ account 15ខ្ទង់យើងចាំមកហើយ copy 71395អញ្ចឹងនេះលេខ account យើងដាក់ពាក្យកន្លែង login enter login ហ្នឹង71395ហើយកន្លែងនេះបងប្អូន password copy មិញមកហើយកន្លែងយើងបើក save ទៅហើយយើងចុច tick នេះមកចុច tick មកនេះស្គាល់ហើយទទួលហើយគឺចូលហើយហើយបងប្អូនចុចកន្លែង setting នេះមកឃើញនេះ account របស់យើងណាចូលមកដូចរាល់ហើយអញ្ចឹងការ login account Optify មានប៉ុណ្ណឹងហើយចាំជួបគ្នាវីដេអូបន្តបន្ទាប់